ต่อពីវីដេអូមុននៅក្នុងវីដេអូនេះខ្ញុំនិយាយអំពីបញ្ហាផលិតផលខ្មែរនៅលើទីផ្សារបងប្អូនប្រកាសជាឆ្ងល់ដូចខ្ញុំដែរថាហេតុអីបានជាផលិតផលខ្មែរយើងពិបាកប្រកួតប្រជែងជាមួយនឹងផលិតផលនាំចូលទី1គឺគុណភាពទី2គឺតម្លៃទី3គឺលទ្ធភាពបង្ហាញខ្លួនគឺលទ្ធភាពដែលយើង display នៅលើទីផ្សារហើយទី4គឺល្បឿននៃការផ្គត់ផ្គង់ដោយសារតែយើងនៅក្នុងដំណើរការចាប់ផ្ដើមអញ្ចឹងហើយបានបច្ចេកទេសយើងនៅទុនខ្សោយអញ្ចឹងធ្វើឲ្យគុណភាពនៃផលិតផលយើងក៏អត់ទាន់បានល្អដូចដែលគេធ្លាប់ធ្វើមករាប់ឆ្នាំហើយដែរបើតម្លៃអាចថ្លៃជាងគេបន្តិចពីព្រោះតែវត្ថុធាតុដើមហ្នឹងគឺយើងយកមកពីគេយើងនៅក្នុងស្រុកគឺការផ្គត់ផ្គង់វត្ថុធាតុដើមហ្នឹងគឺនៅមានកម្រិតលទ្ធភាពបង្ហាញខ្លួនគឺសំដៅទៅលើឥទ្ធិពលនៃការផ្សព្វផ្សាយដែរផលិតផលខ្លះគឺអត់សូវមានលទ្ធភាពក្នុងការផ្សព្វផ្សាយដូចនៅតាមផ្លូវតាមបណ្ដាដូចនៅតាមប៉ុស្តិ៍ទូរទស្សន៍អីជាដើមអញ្ចឹងផលិតផលដែលគេនាំចូលមកគឺគេធ្វើយ៉ាងណាដើម្បីឲ្យឈ្នះយើងនៅក្នុងការផ្សព្វផ្សាយគឺគេចាយលុយតែម្ដងគេចេះលុយទៅលើការផ្សព្វផ្សាយខ្លាំងមែនទែនចំណុចចុងក្រោយគឺល្បឿននៃការផ្គត់ផ្គង់ដោយសារតែយើងតែចាប់ផ្ដើមហើយយើងខ្វះខាតបច្ចេកទេសយើងមានកម្រិតអញ្ចឹងហើយការផលិតរបស់យើងក៏មានកម្រិតដែរតាក់ទងទៅនឹងម៉ាស៊ីនស្វ័យផលិតកម្មតាក់ទងទៅនឹងការគ្រប់គ្រងបុគ្គលិកនិងទុនបំរុងក្នុងការផលិតស្តុកទុកបើនៅក្នុងវិស័យផលិតកម្មសំខាន់យើងកាន់តែត្រូវការប្រព័ន្ធគ្រប់គ្រងសេដ្ឋកិច្ចពីរដ្ឋថែមទៀតដោយសារតែយើងនៅក្នុងដំណើរការចាប់ផ្ដើមអញ្ចឹងយើងអត់ទាន់មានលទ្ធភាពប្រកួតប្រជែងជាមួយនឹងផលិតផលក្រៅស្រុកដែលគេមានបទពិសោធន៍ផលិតច្រើនឆ្នាំមកហើយទេខ្ញុំឧទាហរណ៍ដូចជាផលិតផលសាប៊ូឬក៏ថ្នាំដុសធ្មេញឬក៏ផលិតផលសំខាន់ដែលយើងត្រូវការប្រើប្រាស់ប្រចាំថ្ងៃហើយវិធីសាស្ត្ររដ្ឋដែលអាចជួយបានហ្នឹងគឺមានច្រើនទៅតាមរយៈរដ្ឋអាចធ្វើការបញ្ជាទិញនៅក្នុងចំនួនថេណាមួយហើយនៅក្នុងរយៈពេលណាមួយដើម្បីអាចឲ្យលុយហ្នឹងគឺចាក់បញ្ចូលទៅក្នុងផលិតកម្មនឹងបានចំណុចមួយទៀតរដ្ឋអាចផ្ដល់ជាជំនួយជាកម្មវិធីលើកទឹកចិត្តដល់សហគ្រាសខ្មែរដែលខិតខំប្រឹងប្រែងបង្កើតនៅផលិតផលខ្លួនឯងបានចំណុចមួយទៀតគឺផ្ដល់ជាកម្ចីរយៈពេលវែងដែលអាចអនុញ្ញាតឲ្យមានការប្រាក់ផងនិងអត់មានការប្រាក់ផងខ្ញុំគិតថាមធ្យោបាយទាំងនេះអាចផ្ដល់ពេលវេលាឲ្យសហគ្រាសសំខាន់ហ្នឹងគឺគាត់អាចពង្រឹងខ្លួនគាត់បើពឹងលើព្រំលិខិតពឹងលើសមាជីវោយើងអាចនឹងដើរទៅមុខដែរតែដើរទៅមុខយឺតជាចុងក្រោយខ្ញុំសូមសនំពរដល់បងប្អូនទាំងគ្នាចូលរួមគ្រប់គ្រងផលិតផលខ្មែរទាំងអស់គ្នាដោយយើងប្រើរូបមន្ត1លើ10មានន័យថាបើយើងទិញផលិតផលបរទេស9ចាហោចណាស់ក៏យើងត្រូវជួយទិញផលិតផលខ្មែរឲ្យបានមួយដែររហូតដល់ខ្មែរយើងធ្វើផលិតផលបានកាន់តែល្អតម្លៃកាន់តែល្អចឹងយើងនឹងថយមកនៅត្រឹម2លើ8ហើយនឹង3លើ7អីចឹងទៅអរគុណដល់បងប្អូនទាំងគ្នាដែលបានស្ដាប់វីដេអូខ្ញុំដល់ចប់